cái sáo cái sáoនេះគឺយើងដាក់អំបិលទេយើងដាក់តែកន្លះគីឡូទេបាទនៅក្នុងហ្នឹងបាទមួយកេសនេះគឺយើងពីកេសយើងដាក់មករោងពេលដែលយើងភ្ញាស់រួចណាពួរោងខ្លះយើងត្រូវប្រមូលពងហើយគឺយើងត្រូវដាក់វេនបន្តគឺយើងអត់ឲ្យដាច់ជាដាច់ខាតបើមិនចឹងទេគឺយើងប្រមូលផលអត់បានប្រដាក់គ្នាទេអញ្ចឹងបងប្រុសបងស្រីខ្ញុំចែកម្លែងនេះក៏ដូចជាវីដេអូមួយក៏ដូចជាការផ្ញើសារមួយដែរពីព្រោះយើងធ្វើអីក៏ដោយត្រូវប្រមូលផលឲ្យរៀងរាល់អាទិត្យឬក៏មួយអាទិត្យម្ដងឬក៏3ថ្ងៃម្ដងឬក៏កន្លះខែម្ដងឬក៏មួយខែម្ដងធ្វើយ៉ាងម៉េចឲ្យបានផលវិលជុំមួយខែអញ្ចឹងសម្រាប់កដោបមានតូចមានបន្ទាប់ហើយមានបន្ទាប់ទៀតហើយមានកំឡោះកំមុំហើយមានចិត្តពងហើយមានអាពងពងបាទនេះក៏កំពុងតែរៀបបន្តដែរបាទថែមទៀតនេះគឺឆាឡោនទៀតណាបាទហើយនេះគឺកដោបយើងបាទដែលយើងចិញ្ចឹមហើយមានខ្លះក៏យើងប្រមូលពងបាទនេះយើងដាក់ជួពងមួយទៀតហើយបាទយើងឃើញចំណាក់ពងឲ្យហ្នឹងទេបាទហើយនេះគឺចាប់ដើមដុះអាវកាក់ដែរហើយនៅក្នុងនេះបាទហើយនេះគឺយើងប្រមូលហើយទីទៀតយើងយកអាពងភ្យោះមិញយកមកដាក់នេះអានេះគឺចាប់ដើមដុះស្លាមចិត្តអស់ដែរហើយនេះចិត្តអស់ហើយទីទៀតយើងបានពងនេះទៀតហើយរោងកាលនេះគឺយើងប្រមូលផល2ដងហើយ3ដងហើយណាបាទនេះយើងចាប់ដើមប្រមូលទៀតហើយប៉ុន្តែយើងទុកខ្សែខាងខ្សែប្រមូលតទៀតបាទនេះឃើញទេបាទហើយយើងដាក់ភ្ញាស់ណាបាទអញ្ចឹងចង់ចែកម្លែកជូនបងប្រុសបងស្រីថាមុខរបរណាក៏ដោយឲ្យតែយើងធ្វើដោយការស្រឡាញ់យើងធ្វើដោយការទទួលខុសត្រូវយើងធ្វើដោយការសប្បាយចិត្តជាមួយនឹងការងារហ្នឹងគឺយើងធ្វើបានល្អហើយយើងធ្វើបានច្រើនហើយក៏យើងធ្វើបានផលមកវិញក៏ច្រើនផងដែរអញ្ចឹងសូមធ្វើដោយក្តីស្រឡាញ់ហើយសូមពង្រឹងជំនាញសិនមុននឹងធ្វើបាទហើយសូមតាំងចិត្តឲ្យខ្ពស់ហើយតស៊ូឲ្យខ្ពស់អត់ធ្មត់បាទមានន័យថាអត់ធ្មត់គ្រប់បែបយ៉ាងអត់ធ្មត់នឹងជុះភ្លៀងខំប្រឹងតស៊ូពីព្រោះពេលដែលយើងធ្វើយើងអត់ទាន់ជោគជ័យមានគេថាច្រើនមានគេនិយាយច្រើននឹងហ្នឹងគេដូចជុះភ្លៀងណាអញ្ចឹងគឺយើងត្រូវតស៊ូជំនះឲ្យបានដើម្បីលទ្ធផលជារបស់យើងដើម្បីជាសមិទ្ធផលរបស់យើងបើយើងអត់តស៊ូអត់ជំនះទេហើយយើងអាចទៅមុខបានទេសូម្បីតែខ្ញុំធ្វើកសិកម្មនេះក៏គេថាបោះបង់ប្រាក់ខែរាប់ពាន់មកចិញ្ចឹមមាន់បាទមកចិញ្ចឹមត្រីអញ្ចឹងណាអ្នកខ្លះក៏គាត់លើកឡើងដែរប៉ុន្តែអ្វីដែលគេនិយាយគឺអត់ខុសទេបើមិនយើងអត់តស៊ូអត់តាំងចិត្តក៏យើងអាចធ្វើទាំងអស់នេះចេញដែរបាទអញ្ចឹងសូមប្រឹងបាទសូមតស៊ូអត់ធ្មត់ខ្ពស់បាទអ្វីគេនិយាយយើងអាចហាមឃាត់គេបានទេប៉ុន្តែយើងដឹងថាយើងកំពុងធ្វើអីយើងកំពុងតែបាទចាប់យកមុខរបរអីសូមធ្វើវាខ្លាំងហើយសូមធ្វើវាធំហើយធ្វើឲ្យរៀនទៀតដើម្បីឲ្យលទ្ធផលដែលទទួលបាននឹងប្រសើរជួបបញ្ហាដោះបញ្ហាជួបឧបសគ្គដោះឧបសគ្គរកដំណោះស្រាយគ្រប់វិធីដើម្បីធានាថាយើងអាចធ្វើទៅបានហើយជាពិសេសមានខ្ញុំផ្ទាល់ជាអ្នកប្រឹក្សាយោបល់លើជំនាញកសិកម្ម